បងភាពជនបទគាត់ខឹងថារឿងអញ្ចឹងសោះក៏យកមក share ដែរបាទតើតងទៅនឹងរូបភាពរបស់ស្ដេចសៀមហើយនឹងសន្តិសុខម្នាក់ដែលខ្ញុំបានបង្ហោះកាលពីព្រឹកមិញបាទមុននឹងឆ្លើយនឹងបងភាពនោះខ្ញុំចង់បកស្រាយរឿងមួយចំនួនតើតើនឹងព្រឹត្តិការណ៍ថ្មីៗនៅប្រទេសសៀមនេះមានសន្តិសុខម្នាក់ឈ្មោះបងឡាអាយុ34ឆ្នាំគាត់ត្រូវបានបាត់បង់ការងារហើយគេចាប់កោសក់ទៀតដោយសារតែគាត់មានមុខមាត់ស្តៀងទៅនឹងព្រះមហាក្សត្រសៀមបច្ចុប្បន្នស្ដេចរីមៀទី9អញ្ចឹងមិនត្រឹមតែគេកោសក់គាត់បណ្ដេញគាត់ចេញពីការងារទេថែមទាំងឲ្យគាត់ឈប់ធ្វើមាតិកាទាំងឡាយបង្ហោះនៅលើប្រព័ន្ធអន្តរសង្គមរបស់គាត់រួមមាន TikTok Facebook Instagram ទៀតឥឡូវគាត់បានបាត់បង់ចំណូលយ៉ាងខ្លាំងអញ្ចឹងបើសិនជាយើងពិនិត្យទៅលើអ្វីៗដែលបានកើតឡើងនេះយើងឃើញថាប្រទេសសៀមគឺជាប្រទេសមួយដែលដឹកនាំដោយរបបរាជានិយមផ្ដាច់ការមិនមែនជាប្រទេសប្រជាធិបតេយ្យទេក្រោយគេមានមុខដូចខ្លួនហ្នឹងក៏មិនបានដែរនេះគឺស្ដេចសៀមគឺជាស្ដេចមួយដែលដឹកនាំប្រទេសដោយអំណាចផ្ដាច់ការហើយស្ដេចសៀមនេះមានប្រពន្ធដល់ទៅ4នាក់នោះរាល់ថ្ងៃរស់នៅជាមួយប្រពន្ធទី4គាត់មានកូនរហូតដល់ទៅ7នាក់អាហ្នឹងជាកូនផ្លូវការដែលគេដឹងអាហ្នឹងមកតាម CNN បានចេញផ្សាយដែលកូនក្នុងចំណោមកូនទាំង7នាក់នោះស្រី2នាក់ហើយប្រុស5នាក់ក្នុងចំណោមកូនប្រុសទាំង5នាក់ហ្នឹងមានម្នាក់ជាកូនប្រុសទី2កំពុងតែរស់នៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិកកូនប្រុសទី2ហ្នឹងគឺជាកូនប្រុសម្នាក់ដែលបើយើងពិនិត្យមើលទៅមានស្មារតីដូចជាល្អជាងកូនផ្សេងមិនដឹងថាអាចទៅជាស្ដេចនៅពេលក្រោយឬក៏អត់ទេយើងមិនដឹងទេប៉ុន្តែកូនប្រុសម្នាក់នេះកំពុងតែរស់នៅជាមួយម្ដាយរស់នៅក្នុងការនិរទេសខ្លួនតាំងពីឆ្នាំ1996ម៉េចត្រូវបានគេនិរទេសនៅសហរដ្ឋអាមេរិកនេះហើយម្ដាយហ្នឹងដកសិទ្ធិពីខ្សែរាជវង្សអស់ហើយរស់នៅជាជនសាមញ្ញទេអញ្ចឹងកូនប្រុសនោះឈ្មោះវិជ្ជរាអេសនវិជ្ជរាវង្សែជាកូនប្រុសទី2ជាមួយនឹងប្រពន្ធទី2ឈ្មោះសូរិជនីវិជ្ជរាវង្សែហើយគួរបញ្ជាក់ថាកូនប្រុសទី2នេះមានអាយុ41 42ឆ្នាំហើយលោកបងឡានោះមានអាយុប្រហែលជា34 35ឆ្នាំអញ្ចឹងបើយើងគិតពីអាយុរបស់គាត់វិញអាយុនោះប្រហែលជាអាយុត្រូវជាកូនផុសស្ដេចរាមាទី9បច្ចុប្បន្នព្រោះស្ដេចរាមានឹងមានអាយុ73ឆ្នាំហើយដែលមានកូនក្មេងជាងបងឡាហើយនឹងមានកូនចាស់ជាងបងឡាអញ្ចឹងបងឡាគឺជាបរិសម្នាក់ដែលមានអាយុនៅចន្លោះរវាងកូនក្មេងបំផុតរបស់គាត់និងកូនចាស់បំផុតរបស់គាត់ប៉ុន្តែយើងមិនដឹងថាគាត់មានជាប់សាច់សាលហិតដែរឬទេពីព្រោះថាវាគ្មានអីគួរចម្លែកទេដែលមានមនុស្សម្នាក់មុខដូចយើងតាមការស្រាវជ្រាវមួយនោះដែលខ្ញុំមិនចាំឈ្មោះកសែតណាទេឬក៏ទេសនាវដ្តីណាទេបានបង្ហាញថាមនុស្សយើងជាទូទៅមានមនុស្សយ៉ាងតិចណាស់6ទៅ7នាក់មុខដូចយើងក្នុងមួយជីវិតដូចយើងណាដោយសារតែក្នុងពិភពលោកមានប្រជាជនរហូតដល់ទៅ8000លាននាក់នោះអញ្ចឹងគ្មានអ្វីគួរចម្លែកទេដែលមានមនុស្សម្នាក់មុខស្ទើរតែដូចយើង 100% ចង់ភ្ជាប់រឿងហ្នឹងទៅនឹងសង្គ្រាមនៅកម្ពុជាជាមួយនឹងសៀមវាយកលេសសង្គ្រាមហ្នឹងមកបាញ់កាស៊ីណូទាំងអស់នៅព្រំដែនកម្ពុជាដោយសារតែវាចោទថាកម្ពុជាមានកាស៊ីណូហើយនឹងឧក្រិដ្ឋកម្មឆ្លងដែន scam ឆ្លងដែនដោយសារតែម្ចាស់កាស៊ីណូបានជួបបុគ្គលិកបរទេសជាច្រើនមកធ្វើការក្នុងកាស៊ីណូធ្វើការ scam មនុស្សចាប់ចម្រិតក៏ដូចជាបោកមនុស្សជុំវិញពិភពលោកអញ្ចឹងវាចង់ស្ដារភាពស្អាតភាពសមរម្យឬក៏ប្រក្រតីភាពនៅប្រទេសកម្ពុជាវិញតាមរយៈការបាញ់កំទេចនៅកាស៊ីណូទាំងអស់នៅប្រទេសកម្ពុជានៅជាប់ព្រំដែនវាហ្នឹងដើម្បីជួយពិភពលោកដើម្បីភាពស្អាតស្អំរបស់ប្រទេសកម្ពុជាឃើញអីចឹងបើសិនជាវាអាចធ្វើអញ្ចឹងបានចំពោះប្រទេសកម្ពុជាឬក៏ប្រទេសផ្សេងនៅអាស៊ាននេះបើសិនស្រឡាញ់លទ្ធិប្រជាធិបតេយ្យនៅប្រទេសថៃនៅប្រទេសសៀមនៅចៅសៀមក៏អាចធ្វើអញ្ចឹងបានចំពោះប្រទេសសៀមដែរមែនទេដោយសារតែរបបនេះគឺជារបបមួយរាជានិយមផ្ដាច់ការធ្វើបាបប្រជាជនរបស់ខ្លួនគ្រាន់តែប្រជាជនមួយមុខដូចស្ដេចអញ្ចឹងគឺជាការប្រឆាំងនៅលទ្ធិប្រជាធិបតេយ្យយ៉ាងខ្លាំងយើងត្រូវតែបាញ់កំទេចស្រុកសៀមវិញ
អាគារណាមួយឬក៏ស្ថាប័នណាមួយដើម្បីលើកស្ទួយស្ដារលទ្ធិប្រជាធិបតេយ្យនៅស្រុកសៀមវិញយើងអាចធ្វើអញ្ចឹងបានទេមួយទៀតខ្ញុំចង់ភ្ជាប់រឿងនេះទៅនឹង Wall Street Journal បងប្អូនអ្នកចាំបានកាលពីប្រហែលថ្ងៃមុន Wall Street Journal បានហៅប្រទេសកម្ពុជាថាជា Scambodia ដោយសារតែកម្ពុជាធ្វើការចាប់ជំរិតឬក៏ scam ប្រជាជនជុំវិញពិភពលោកឥឡូវនេះបើសិនជារឿងដែលសៀមកំពុងតែគ្រប់គ្រងដោយស្ដេចផ្ដាច់ការធ្វើអញ្ចឹងដាក់ប្រជាជនបើ Wall Street Journal វាហៅកម្ពុជាថាជា Scambodia វាគួរតែហៅប្រទេសសៀមថាជាប្រទេសចោរ Tifland ដែរបាទនេះអត់ទេវាអត់ហៅប្រទេសសៀមថាជា Tifland ទេណាទោះបីជាសៀមនេះតាមពិតប្រហែលថ្ងៃមុនរដ្ឋមន្ត្រីក្រសួងការបរទេសចិនលោកវ៉ាងយីបានធ្វើការព្រមានសៀមឲ្យមានការប្រុងប្រយ័ត្នហើយនឹងកំទេចឬក៏កំចាត់ឧក្រិដ្ឋកម្មឆ្លងដែនក៏ដូចជាការចាប់ជំរិតនៅស្រុកសៀមដែលមានសភាពធ្ងន់ធ្ងរហើយឃោឃៅជាងនៅប្រទេសកម្ពុជាទៀតតើ Wall Street នឹងធ្វើដាក់សៀមដូចដែរធ្វើដាក់កម្ពុជាដែរឬទេអត់ទេយើងនឹងមិនឃើញថាថ្ងៃណាមួយ Wall Street Journal នឹងហៅប្រទេសសៀមថាជា Tifland ទេដោយសារតែwebsite មួយនេះមានទីស្នាក់ការនៅទីក្រុងបាងកកដែរហើយមានបុគ្គលិកមួយចំនួនធ្វើការជាជនជាតិសៀមហើយប្រហែលជាទទួលលុយពីសៀមផងជាទូទៅព្រោះថាកន្លងមកក្នុងគេហទំព័រ Wall Street ហ្នឹងតែងតែមានការផ្សាយពាណិជ្ជកម្មពីទេសចរនៅស្រុកសៀមអញ្ចឹងដែលសៀមឬក៏រដ្ឋាភិបាលសៀមបានចំណាយលុយជាច្រើនក្នុងការផ្សាយពាណិជ្ជកម្មតាក់ទងទៅនឹងតំបន់ទេសចរនៅស្រុកខ្លួននៅលើគេហឬក៏កាសែត Wall Street ចឹងហើយនេះជាមូលហេតុដែល Wall Street មិនអាចធ្វើការវាយប្រហារ Thailand ទេទោះបីជាមានបញ្ហាស្ទៀងគ្នានេះដែរអញ្ចឹងលោកបងភាពជនបទអាស្រ័យតែលើលោកចេះមើលបើសិនលោកគិតថារឿងនេះជារឿងអត់ប្រយោជន៍មិនគួរចែករំលែកនេះស្អាតតែលោកមើលវាខ្លីគិតថាអានេះជារឿងសុកសៀមសោះវាធ្វើអីធ្វើទៅគ្មានអីមានប្រយោជន៍អីដល់ស្រុកខ្មែរដែលយើងគួរយកវាមកចែករំលែកទេតែបើសិនលោកមើលវាវែងឆ្ងាយប្រៀបធៀបវាទៅនឹងអ្វីដែលវាធ្វើនៅលើប្រទេសកម្ពុជានៅលើកាស៊ីណូកម្ពុជាតាមព្រំដែនដោយសារវាយកលេសវាកម្ពុជាយើងក៏អាចយកលេសវាវិញបានដោយសារតែវារំលោភសិទ្ធិមនុស្សរំលោភលទ្ធិប្រជាធិបតេយ្យដែរហើយយើងមើលទៅលើ Wall Street Journal ដែលខ្ញុំនិយាយមិញហ្នឹងបើសិនជា Wall Street Journal អាចហៅកម្ពុជាបានថាជា Scambodia ដោយសារតែពួកឧក្រិដ្ឋកម្មឆ្លងដែនពួកចាប់ជំរិតនៅកម្ពុជា Wall Street Journal ក៏គួរតែហៅប្រទេសសៀមថាជាប្រទេសចោរឬក៏ Tifland ដែរដោយសារតែរឿងរំលោភសិទ្ធិមនុស្សរំលោភលទ្ធិប្រជាធិបតេយ្យហើយនឹងឧក្រិដ្ឋកម្មឆ្លងដែន scam កំពុងតែកើតមានឡើងនៅប្រទេសសៀមច្រើនជាងប្រទេសកម្ពុជាផង